រឿងក្រោយឆាកនៃអត្ថបទការចំណាប់ប្រឌិតបោកភូតចាប់ពីវេលាម៉ោង 10:05 នាទីថ្ងៃប្រហ័សទី28 ខែឧសភាឆ្នាំ 2026បុគ្គលម្នាក់សន្មតហៅនីក្រុនបានផ្ញើសារសំឡេងចំនួនជាង70ឃ្លីបចូលមក Telegram ផ្ទាល់ខ្លួនរបស់ខ្ញុំស្ដាប់សម្ដីទាំងអស់នោះចប់ខ្ញុំកើតចិត្តអាសូរយ៉ាងខ្លាំងព្រោះប្រហែលនីក្រុនកំពុងគ្រុនក្តៅខ្លាំងរហូតដល់ត្រឡោកខួរក្បាលនិយាយស្ដីដោយកូនក្មេងលេងស្គាល់ល្អអាក្រក់បនបាបសខ្មៅដំបៅជាទៅហើយខ្លឹមសាររួមនីក្រុនបានចំអកបែបប្រមាថកាបទៀនបន្ទោសបង្អាប់ចោទប្រកាន់បំផ្លើសបំភ័យបំផ្លៃសម្ដីនៃខ្ញុំក្នុងអត្ថបទស៊ើបអង្កេតពិភាក្សាតាក់ទងនឹងសំណុំរឿងឆោបោកខ្លាយបន្លំខ្លួនធ្វើកូនប៉ាមុតនៃជនឆោបោកបឺតសម្រេចឬអាលើមេបោកពិសេសនីក្រូនអង្គុយលើចង្អេរលើកខ្លួនឯងគួរអស់សំណោចក្រៃលែងសម្ដីពីប្រយោគគួរហួសចិត្តនីក្រូនបានវាយតម្លៃថាអ្នកអក្សរសាស្ត្រទេតែប្រើពាក្យអន់ចាញ់ខ្ញុំផងខ្ញុំហៅគេសុទ្ធតែលោកកម្រិតវប្បធម៌អន់អ្នកឯងអត់យល់អីសោះហ្មងខ្សោយហ្មងខ្ញុំសូមរំលឹកមកនិទានជូនប្រជាជនខ្មែរជ្រាបថាកាលពីឆ្នាំ2004នីក្រុនជាបុគ្គលិកនៃវិទ្យុអាស៊ីសេរីបានតាមរកនិងទទូចអញ្ជើញខ្ញុំធ្វើជាវាគ្មិនកិត្តិយសជជែកពិភាក្សាអំពីអក្សរសាស្ត្រខ្មែរដោយពុំអាចបដិសេធបានខ្ញុំក៏ទទួលការអញ្ជើញផ្ដល់សម្ភាសន៍រយៈពេល50នាទីនៅថ្ងៃទី10ខែកញ្ញាឆ្នាំ2004សូមស្ដាប់សំឡេងទី1គឺ20ផ្នែកវេយ្យាករណ៍ទី2គឺផ្នែកនៃសេចក្តីរបស់ពាក្យពេចន៍ដែលយកមកប្រើនិងទី3អំពីផ្នែកអក្ខរាវិរុទ្ធខ្ញុំសូមលើកចំណុចទី1មកពិភាក្សាមុនគឺផ្នែកវេយ្យាករណ៍ផ្នែកវេយ្យាករណ៍នេះគឺខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងជូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ថាកាលពីរាត្រីថ្ងៃពុធទី8សីហាឆ្នាំ2004កន្លងទៅថ្មីនេះគេថាបណ្ដាទូទាំង7មានទូខ្លះបានចាក់ផ្សាយសម្ភារសម្ដេចក្រមព្រះប្រធានសភាតាក់ទងទៅនឹងបញ្ហា iPhone នេះបាទក្នុងនោះអ្វីដែលខ្ញុំចង់លើកយកមកជម្រាបជជែកវែងញែកនៅពេលនេះគឺនៅមុនពេលដល់ការដល់សម្ភារនោះគឺទូទាំងបានបញ្ចាំងនៅពាក្យនៅលើកញ្ចក់ហ្នឹងដាក់ថាបទសម្ភារជាមួយអញ្ចឹងទៅក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថាសម្ភារពេលនោះគឺសរសេរថាសដាក់ស្រអំផសអាសណូតនគាខ្ញុំសូមជម្រាបថាខ្ញុំបានមិនហ៊ាននិយាយថាការសរសេរនោះយ៉ាងណាទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំគឺថាការអ្នកអស់លោកអ្នកដែលសរសេរបែបនោះគឺលោកមិនយល់អ្វីទៅដែលហៅថាវេយ្យាករណ៍ខ្មែរទេខ្ញុំសូមបញ្ជាក់ជូនថាពាក្យសម្ភារនេះសរសេរបែបនេះគឺថាគឺសរសេរតាមប្រភពដើមជាពាក្យបាលីនិងសំស្ក្រឹតបាទពាក្យបាលីសំស្ក្រឹតសម្ភារនេះគេអានថាសម្ភារគឺមកពីពាក្យថាសំហើយបូកនឹងភាសាហ្នឹងបាទសំហ្នឹងន័យជាភាសាសំស្ក្រឹតនិងបាលីហ្នឹងសំហ្នឹងមានន័យថារីករាយរាក់ទាក់សសោះបន្ទងជាមួយគ្នាហ្នឹងដល់ពេលពាក្យភាសានេះគឺមានន័យថាភាសាហ្នឹងឯងដូចជានៃរបស់ភាសាបាលីនិងសំស្ក្រឹតសម្ភារនេះមានន័យថាគឺជាសម្ដីនិយាយរាក់ទាក់ទៅរកគ្នាដោយរស់រាយជាមួយគ្នាបាទគេប្រើជានាមសព្ទក៏ប៉ុន្តែនៅក្នុងវេយ្យាករណ៍ខ្មែរកាលណាតែពាក្យបាលីសំស្ក្រឹតដែលមាននិកហិតគេតែក្នុងភាសាខ្មែរយើងគេហៅថាសអំនេះនៅក្នុងភាសាបាលីគេហៅនិកហិតកាលណាតែមាននិកហិតពីលើអញ្ចឹងគឺគេមានវិធីផ្លាស់ប្ដូរពាក្យពេចន៍ដែលមានប្រភពពីបាលីសំស្ក្រឹតនេះឲ្យមកជាភាសាខ្មែរដោយវិធីថាកាលណានិកហិតអញ្ចឹងគឺគេអាចបង្ខ្លាយវាទៅជាវគ្គន្តករៈបាទវគ្គន្តករៈនេះខ្ញុំសូមជំរាបជូនអ្នកស្ដាប់ថាវគ្គន្តករៈនេះគឺជាចាញ់ចនៈទាំង5តួនៅក្នុងចុងវគ្គទាំង5នៃក្នុងអក្សរក្រមខ្មែរគឺមានងញណណ
ដូច្នេះខ្ញុំសូមជូនឧទាហរណ៍មួយនឹកគេហត់ឬមួយក៏ស្អំហ្នឹងគឺគេបំខ្លាយវាឲ្យទៅជាងដោយពាក្យថាវងត្រកូលម៉ែយើងហៅថាវងត្រកូលហ្នឹងយើងសរសេរថាវងជាងសក៏ប៉ុន្តែពាក្យនេះតាមការពិតពាក្យវងនេះគឺជាពាក្យដែលមានប្រភពពីបាលីសំស្ក្រឹតទេបាលីគេសរសេរថាវដាក់ស្រអំដំពីលើហ្នឹងហើយសមកគេអានថាវាំងសាបាទហើយសំស្ក្រឹតគេសរសេរថាវដំពីលើមកហើយគេដាក់សដែរប៉ុន្តែសកបាទសកសូមជម្រាបជូនអ្នកស្ដាប់ថាអក្សរខ្មែរយើងបាត់ផ្ចាញ់ជាអ្នកពីរតួទៅហើយគឺសកនិងសបនេះបាទសកនិងសបគឺសរសេរអក្សរកដែរក៏ប៉ុន្តែមានឆ្នាលដូចមន់អញ្ចឹងព្រោះហើយអក្សរសបហ្នឹងគឺអក្សរបហើយវះពោះក៏ប៉ុន្តែមិនមែនវះពោះដោយអក្សរមទេគឺវះប្រឆិតពីចំហៀងដូចឆ្នាលមន់អញ្ចឹងដល់ពេលនៅក្នុងភាសាបាលីគេអានថាវាំងសាដល់ពេលសំស្ក្រឹតគេអានថាវាំងសបាទដូច្នេះដើម្បីបំខ្លាយពាក្យពីបាលីសំស្ក្រឹតនេះឲ្យចេញជាខ្មែរគឺគេបដូរអានិកហិតហ្នឹងទៅជាងបាទហើយសហ្នឹងទៅជាជើងសទៅបាទពេលនោះគឺចេញជាវងជើងសគេអានថាវងពាក្យភាសាខ្មែរយើងអានថាវងតកូលនឹងឯងតាមវិធីដូចគ្នានេះគឺពាក្យសម្ភាសដែលគេសរសេរសដាក់សអំផស្អាសណតនធានេះគឺគេបំខ្លាយបែបដូចគ្នាហ្នឹងគឺនិកហិតគឺគេបំខ្លាយឲ្យទៅជាអក្សរមទៅជាសនិងមហើយគេបំខ្លាយបន្តទៀតគឺអក្សរផចាញ់អ្នកផគេបដូរទៅជាជើងវិញពេលនោះគឺគេសរសេរថាសមជើងផស្អាសមានណតនតែគេក៏បានអត់ក៏បានក្នុងន័យនេះគឺគេប្រើជាន័យបែបជានាមស័ព្ទបាននាមស័ព្ទដល់ពេលខ្មែរយើងយកមកប្រើនេះពាក្យសម្ភាសហ្នឹងគឺគេប្រើក្នុងន័យថាជាការសាកសួរយោបល់សន្ទនាជាមួយនឹងជនណាមួយដើម្បីជជែកអំពីកិច្ចការឬមួយក៏ពិគ្រោះយោបល់របស់លោកជនណាម្នាក់នោះដូចឧទាហរណ៍ដូចជាវិទ្យុអេស៊ីសេរីពេលនេះគឺកំពុងសម្ភាសជាមួយខ្ញុំហើយបាទគឺពាក្យសម្ភាសអញ្ចឹងក៏ប៉ុន្តែមានបុគ្គលមួយបន្ទាប់មកសមាគមមួយបានប្រកាសប្រឡងការតែងនិពន្ធរឿងខ្លីកំណាព្យដោយដឹងថាខ្ញុំជាសមាជិកម្នាក់នៃគណៈកម្មការវិយតម្លៃនិងផ្ដល់ពិន្ទុនីក្រុនក៏តាមអង្វរសូមអនុគ្រោះនិងជួយអន្តរាគមន៍សម្របសម្រួលឲ្យកំណាព្យរបស់ខ្លួនបានទទួលជ័យលាភីលេខ1ត្បិតមានមនោចេតនារាប់អានខ្ញុំបានជួយពិនិត្យនិងកែសម្រួល2-3ដងទាំងអក្ខរាវិរុទ្ធទាំងជើងកាព្យប៉ុន្តែបើទោះបីខ្ញុំព្យាយាមសម្របសម្រួលពន្យល់នឹងការពារយ៉ាងណាក៏ដោយក៏សមាជិកាទាំងអស់នៃគណៈកម្មការពុំយល់ព្រមផ្ដល់ជ័យលាភីលេខ1ឡើយព្រោះអង្គទាំង3នៃកាព្យនោះអត្តរូបអត្តរសនិងអត្តន័យគ្មានគុណសម្បត្តិគ្រប់គ្រាន់នឹងទទួលជ័យលាភីលេខ1ទេនិយាយខ្លីប្រសិនបើយកកាព្យនោះសូត្រឲ្យគោស្ដាប់មកតែផ្អាដាច់កន្លោះឬសូត្រឲ្យក្មេងស្ដាប់ប្រកាសលប់កញ្ចិលពុំខានអ្វីបើដូច្នេះក៏ដោយយល់មកខ្ញុំក៏កាព្យនោះទទួលបានជ័យលាភីលេខ2និងប្រាក់រង្វាន់លើកទឹកចិត្តចំនួន$100សហរដ្ឋអាមេរិកក្រោយស្ដាប់ចប់ខ្ញុំគិតថាប្រកាសជាយើងខ្មែរវាយតម្លៃអំពីសមត្ថភាពផ្នែកអក្សរសាស្ត្ររបស់នីក្រុនគំរក់ណាស់ហើយទៅតាមអង្វរមនុស្សកម្រិតវប្បធម៌អន់ជាងខ្លួនសូមអនុគ្រោះនិងជួយអន្តរាគមន៍សម្របសម្រួលឲ្យកាព្យរបស់ខ្លួនទទួលបានជ័យលាភីលេខ1ដូចនេះខ្ញុំគិតថាអ្វីបើរឿងចាស់កន្លងទៅ22ឆ្នាំក៏ដោយក៏ប្រកាសនីក្រុននៅចាំនិងទទួលស្គាល់ការពិតពុំបដិសេធឡើយ21ឆ្នាំក្រោយមកខ្ញុំនិងនីក្រុនចាប់ផ្ដើមជួបមុខគ្នាផ្ទាល់តែម្ដងគត់ដោយណាត់ស្រស់ស្រូបអាហារពេលព្រឹកក្នុងខែឧសភាឆ្នាំ2025ពេលឃើញខ្ញុំចេញផ្សាយអត្ថបទស៊ើបអង្កេតវិភាសាអំពីសំណុំរឿងឆបោកខ្លែងបន្លំខ្លួនធ្វើកូនប៉ាមុតនៃជនឆបោកបឺតសម្រាប់ឬអាលើមេបោកពិសេសការពីពេលថ្មីនេះក៏ស្រាប់តែនីក្រុនផ្ញើសារសម្លេងមកចំអកបែបប្រមាថកាប់ទៀនបន្ទោសបង្អាប់ចោទប្រកាន់បំផ្លើសបំភាន់បំភ្លៃសម្ដីរបស់ខ្ញុំដោយច្រើនប្រការខ្ញុំពុំទោសមណោះទេចំពោះគំនិតដ៏អវិជ្ជារបស់នីក្រុនគ្រាន់តែបញ្ជាក់ដោយសង្ខេបអំពីរសដ៏ប្រហាតក្រោកគ្រៀតនៃសម្ដីដូចតទៅមរណកាលនីក្រុនមួយបង្កាច់ខ្ញុំថាខ្ញុំសរសេរថាលោកស៊ិនស៊ីសមុទ្រស្លាប់នៅឆ្នាំ1976សម្ដីនេះមកបង្កាច់ទាំងស្រុងព្រោះខ្ញុំសរសេរអក្សរធំក្នុងអត្ថបទកែចំណាប់
ប្រឌិតបោកភូតភាគទី24ដាក់ផ្សាយសាធារណៈនៅថ្ងៃសុក្រទី15ខែឧសភាឆ្នាំ2026ថាម្ល៉េះហើយខ្ញុំឥតអះអាងដោយអត្តនោម័តអំពីមរណហេតុមរណភេទមរណសម័យមរណដ្ឋាននៃលោកស៊ិនស៊ីសមុទ្រទេប្រកាសលោកទទួលមរណភាពក្នុងវាពិឃាតក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមហើយប៉ុន្តែគ្មានប្រភពព័ត៌មានច្បាស់លាស់អំពីមរណហេតុមរណភេទមរណសម័យមរណដ្ឋាននៃលោកឡើយតិចលោនីក្រុនកម្រិតវប្បធម៌ខ្ពស់ជ្រុលនិងក្រុនក្តៅខ្លាំងពេកវង្វេងវង្វាន់ពំយល់ពាក្យមរណហេតុមរណភេទមរណសម័យមរណដ្ឋានទេដឹងត្រង់នេះក្រែងនីក្រុនធ្វើផ្លិចឬផ្លិចមែនខ្ញុំសូមរំលឹកថាការជួបគ្នាស្រស់ស្រូបអាហារពេលព្រឹកនៅខែឧសភាឆ្នាំ2025ខ្ញុំនិងនីក្រុនបានសន្ទនាគ្នារយៈពេលជាង3ម៉ោងគ្រានោះខ្ញុំផ្ដោតការសន្ទនាលើខ្លឹមសារដូចតទៅទី1បើឲ្យនីក្រុនស្ដាប់សំឡេងរបស់ស្ត្រីម្នាក់រស់នៅក្រៅប្រទេសហៅទូរស័ព្ទមករៀបរាប់អំពីអំពើបោកភូតនៃជនឆោបបោកបឺតសម្រេចឬអាលើមេបោកស្ដាប់បានបន្តិចនីក្រុននិយាយថាស្ត្រីនោះក៏ធ្លាប់តាក់ទងមកខ្លួនដែរខ្ញុំសួរភ្លាមតើយល់ដោយម្ដេចរឿងហ្នឹងនីក្រុនសើចហើយឆ្លើយថាបឺតសម្រេចភូតមែនទី2និទានឲ្យនីក្រុនស្ដាប់រឿងរ៉ាវដែលខ្ញុំបានស្គាល់ជួបនិងប្រស័យជាមួយលោកស៊ិនស៊ីសមុទ្រកាលពីរបបសាធារណរដ្ឋខ្មែរចុងក្រោយជួបនៅស្ថានីយ៍រថភ្លើងកុមាររាជានៅដើមឆ្នាំ1976ដោយសេចក្តីរំលឹកខ្ញុំបានសរសេរជូនជំនាជនខ្មែរជ្រាបរួចហើយក្នុងអត្ថបទស្នាមប្រវត្តិសាស្ត្រ17មេសា1975ដំណើរនៃលោកស៊ិនស៊ីសមុទ្រនិងអត្ថបទកែចំណាប់ប្រឌិតបោកភូតភាគទី24ការនោះនីក្រុនស្ដាប់ចំហមាត់យ៉ាងជក់ចិត្តដោយពុំសួរដេញដោអ្វីច្រើនសោះឡើយស្រាប់តែថ្ងៃប្រហ័សទី28ខែឧសភាឆ្នាំ2026ប្រហែលក្រុនក្តៅសន្ធំខ្លាំងពេកនីក្រុនបានផ្ញើសម្លេងមកថារឿងលោកស៊ិនស៊ីសមុទ្រស្លាប់ឆ្នាំ76បានឯកសារណាហ៊ានថានឹងសរសេរតែខ្លួនឯងប្រកាសណាស់ទោះបីបើពុំនិយាយចំសម្ដីរបស់នីក្រុនមានន័យចោទប្រកាន់ថាខ្ញុំប្រឌិតរឿងគួរអស់សំណើចណាស់ការខ្ញុំនិទានប្រាប់តាំងពីខែឧសភាឆ្នាំ2025ហេតុអ្វីពំពោពាក្យនេះខ្ញុំតស៊ូធ្វើកិច្ចការស៊ើបអង្កេតពិភាក្សានេះអស់រយៈពេល3ឆ្នាំដោយទ្រាំរងនៅពាក្យប្រមាថប្រតិចផ្ដាសាជេរបញ្ចោប្រមាថមើងងាយជាសក្ខីភាពបញ្ជាក់ថាធ្លាប់ប្រស្រ័យយ៉ាងជិតស្និទ្ធជាមួយលោកស៊ិនស៊ីសមុទ្រពិតប្រាកដខ្ញុំកំពុងស៊ើបអង្កេតពិភាក្សាអំពីសាច់រឿងឆោបោកបន្លំខ្លួនធ្វើកូនប៉ាមុតដោយគ្មានហេតុផលអ្វីត្រូវខ្ញុំដើរតាមគន្លងដ៏លិមួករបស់ជនឆោបោកបឺតសម្រេចឬអាលេមេបោកទេរហូតមកដល់ពេលនេះតើសាច់រឿងជនឆោបោកបឺតសម្រេចឬអាលេមេបោកជាកូនប៉ាមុតរៀបរាប់ដោយដូនឆោបោកធីមរីនិងជនឆោបោកបឺតសម្រេចឬអាលេមេបោកមានផុសតាងនិងសាក្សីសុក្រិតឬទេគ្មានទេខេតសុកសានទី3សូមនីក្រុនជួយពិចារណាតើត្រូវខ្ញុំបញ្ចេញអត្ថបទកាយចំណាប់ប្រឌិតបោកភូតឬទេខ្ញុំអល់ឯកណាស់ព្រោះដឹងថាពេលដាក់ផ្សាយអត្ថបទមុខតែតាកាយចំណាប់អស់ផ្លូវដើរហើយនីក្រុនផ្ដល់យោបល់ថាអាណិតគាត់កុំបញ្ចេញអីខ្ញុំបានពឹងពាក់នីក្រុនជូនដំណឹងទៅតាកាយចំណាប់និងសូមគាត់ឈប់ផ្ដល់សម្ភារផ្ដេសផ្ដាស់តទៅទៀតជាថ្នូរនឹងយោបល់របស់នីក្រុនប៉ុន្តែចិត្តទុនប្រកបដោយមេត្តានៃខ្ញុំត្រូវតាកាយចំណាប់ច្របាច់បែកមាត់ខ្ទេចខ្ទីត្បិតគាត់នៅតែផ្ដល់សម្ភារអំពីរឿងរ៉ាវប្រឌិតបោកភូតបន្តម្ល៉េះហើយទើបខ្ញុំដាច់ចិត្តដាក់ផ្សាយអត្ថបទកាយចំណាប់ប្រឌិតបោកភូតនៅថ្ងៃទី9ខែមិនិនាឆ្នាំ2026រហូតចប់នៅថ្ងៃទី15ខែឧសភាឆ្នាំ2026សឹមច័ន្ទសូរ៉ាន់នីក្រុនមួបង្កាច់និងភ្លើសសេចក្តីថាខ្ញុំសរសើរដូនសឹមច័ន្ទសូរ៉ាន់ផ្ដល់សម្ភារជាមួយលោកសេងតារាម្ដងគត់ដោយគ្មានអ្វីវិភាគផ្គូផ្គងខ្ញុំថាត្រូវតែម្ដងប្រសិនបើនិយាយម្ដងទៀតខុសតែមួយម៉ាត់ថាគាត់បោកភូតហើយត្រង់នេះប្រកាសនីក្រុនពុំបានអានអត្ថបទចាប់ចុងចាប់ដើមឡើយទើបបំភ្លើសនិងមួបង្កាច់ខ្ញុំដូច្នេះសូមរំលឹកថាក្នុងអត្ថបទមរណហេតុមរណ
ការមរណដ្ឋានភាគទី1ដាក់ផ្សាយសាធារណៈកាលពីថ្ងៃសៅរ៍ទី14ខែមីនា ឆ្នាំ2026ខ្ញុំបានបង្ហាញការផ្សាយចំនួន2លើកដោយក្រុមដំណើរខ្មែរអំពីព័ត៌មានចុងក្រោយរបស់លោកស្រីឈឿនអង្គារាបន្ទាប់មកខ្ញុំសង្ខេបខ្លឹមសារនៃសម្ភាសន៍របស់លោកសេងតារាជាមួយដូនសឹមច័ន្ទសុរ៉ាន់ដែលរំលឹកឡើងវិញនៅរឿងរ៉ាវតាមសម្ដីនៃបងស្រីជីដូនមួយឈ្មោះយ៉ុងទន្ទឹមនឹងនោះខ្ញុំក៏រំលឹកមកអត្ថាធិប្បាយឡើងវិញអំពីព្រឹត្តិហេតុបានឮអំពីស្ត្រីវិកលចរិតម្នាក់និងព័ត៌មានរបស់សមមិត្តនារីវង្សចៅស្រីនៃសម្ដេចប៉ែននុតនិយាយអំពីមរណភាពរបស់លោកស្រីឈឿនអង្គារានៅពេទ្យស្រុកភ្នំស្រុកទៀតផងមានន័យថាខ្ញុំបង្ហាញនៅប្រភពព័ត៌មានចំនួន3ជូនជាជនខ្មែរពិចារណាប្រៀបធៀបគូផ្គងតាមយថាហេតុភាគទី4ដាក់ផ្សាយសាធារណៈនៅថ្ងៃទី21ខែមីនាឆ្នាំ2026ខ្ញុំបានសន្និដ្ឋានថាព័ត៌មានអំពីជីវិតចុងក្រោយក្នុងរបបខ្មែរក្រហមនៃលោកស្រីឈឿនអង្គារាក៏ដោយលោកស្រីរស់សេរីសុទ្ធាមានភាពចម្រុងចម្រាស់និងរសេនរសាបំផុតនៅភាគទី5ដាក់ផ្សាយសាធារណៈនៅថ្ងៃទី25ខែមេសាឆ្នាំ2026ខ្ញុំបានសន្និដ្ឋានម្ដងទៀតថាឯកសារប្រវត្តិនោះញងដាក់ផ្សាយសាធារណៈដោយសេងតារានិងក្រុមដំណើរខ្មែរកាលពីថ្ងៃទី8ខែមេសាឆ្នាំ2026មានភាពពុំប្រក្រតីនិងប្រទាំងប្រទើសគ្នាជាមួយសក្ខីកម្មនៃតានូនឿនប្អូនប្រុសរបស់លោកនូញងគួរកត់សម្គាល់ចំពោះជនជាតិខ្មែរទូទៅទាំងពិភពលោកភាពរសេមរសាមនេះបានคล้ายជារនាំងជារបាំងឬជាចំណោទចាក់ស្រេះមួយទៀតពិបាកនឹងជឿទុកចិត្តព្រោះពុំខុសពីព័ត៌មានមហាស្រពេចស្រពិលតាក់ទងនឹងជីវិតចុងក្រោយរបស់លោកស្រីរស់សេរីសុទ្ធាលោកស្រីឈឿនអង្គារាឡើយសរុបមកខ្ញុំពុំបានពោលសរសេរដូនសឹមច័ន្ទសុរ៉ាន់មួយម៉ាត់ណាឡើយហើយក៏មិនសន្និដ្ឋានថាព័ត៌មានរបស់គាត់ពិតឬត្រឹមត្រូវសោះឡើយហេតុអ្វីនេះក្រុនចេះតែបំភ្លឺមួបង្កាច់ខ្ញុំសពបែបសពយ៉ាងដូច្នេះអុចអានេះក្រុនកំរោលចូលខ្លាំងក្រៃលែងព្រោះបងប្អូនហៅទូរស័ព្ទប្រាប់ថាខ្ញុំសរសេរអត្ថបទអំពីនេះក្រុនចម្ពាក់លុយគេពំសងខុសនយោបាយថ្កោលទោសនេះក្រុនអាចបង្ហាញបានឬទេតើអត្ថបទមួយណារបស់ខ្ញុំសរសេរដូច្នេះនេះក្រុនត្រូវប្រដៅបងប្អូនផងកុំពូកែមួយបង្កាច់អុចអាបែបនេះអាចคล้ายជាទម្លាប់អាក្រក់ទៅថ្ងៃមុខទៀតក្រែងចម្ពាក់បាបចំណែកនេះក្រុនក៏កុំត្រជាសពេកត្រូវអានអត្ថបទរបស់ខ្ញុំឲ្យច្បាស់សិនកុំចេះតែលោតកន្ត្រំចេញយៈតាមពាក្យចាក់រុកឡើយនៅមានភ័ក្រប្រវិចារដោយច្រើនទៀតដែលនេះក្រុនចោតប្រកាន់មួបង្កាច់បំភ្លឺបំភាន់ចំពោះខ្លឹមសារនៃអត្ថបទរបស់ខ្ញុំតែខ្ញុំសូមបញ្ជាក់សេចក្តីដោយសង្ខេបត្រឹមនេះសរុបសេចក្តីមកដោយខ្ញុំនិងនេះក្រុនមានទស្សនៈផ្ទុយពីគ្នាយើងអស់និស្ស័យនឹងគ្នាត្រឹមនេះចោះសេចក្តីទាំងអស់ខ្ញុំលើកមកបរិយាយពុំមែនផ្ចាញ់ផ្ទល់ឬប្រកាន់យកឈ្នះទេគឺនិយាយអំពីហេតុនិងការពិតប៉ុណ្ណោះនេះក្រុនពុំចាំបាច់ឆ្លើយតបឡើយគ្រាន់តែស្ដាប់និងពិចារណាឡើងវិញនៅសម្ដីខ្ចាំងរបស់ខ្លួននិយាយផ្ញើមកខ្ញុំតើគប្បីឬទេពុំដឹងមូលហេតុអ្វីពេលនេះនេះក្រុនបានដាក់មេផាយភៀសខ្លួនចេញបាត់ពី Telegram របស់ខ្ញុំហើយទោះយ៉ាងណាក៏ដោយក៏ខ្ញុំសូមរំលឹកនេះក្រុនថាធ្វើជាមនុស្សត្រូវប្រកាន់សិលធម៌គុណធម៌សច្ចធម៌យុត្តិធម៌ពុំនោះសោតមនុស្សពុំមាននិច្ចធម៌ទាំង4នេះទេប្រកបពុំស្មើនឹងដេរឆានជាតិឡើយត្រូវនេះក្រុនចងចាំថាកម្ពីមានមែនពុំចាំជាតិក្រោយទេហេតុនេះសូមនេះក្រុនទទួលយកនៅផលនៃអំពើបាបដែលបានសាងចំពោះខ្ញុំតាមយថាហេតុចោះសូមផ្ដាំចុងក្រោយថាគ្មានបញ្ហាកុំបង្កឲ្យមានរឿងតូចកុំពង្រីកឲ្យធំសូមជូនពរនេះក្រុនប្រពន្ធនិងកូនមានសុខភាពល្អបរិបូរណ៍និងជួបសេចក្តីចម្រុងចម្រើនតទៅសូមបញ្ជាក់ថាការពិតទាំងអម្បាលម៉ានខ្ញុំអត្ថាធិប្បាយនេះគ្រាន់តែជូនជនខ្មែរជ្រាបអំពីរឿងរ៉ាវក្រោយឆាកនៃអត្ថបទកៅចំណាប់ប្រឌិតបោកភូតប៉ុណ្ណោះសូមកុំសន្និដ្ឋានថានេះក្រុនជាអ្នកនេះជននោះឡើយដោយឡែកសូមទុកដូចកតិពិចារណាធ្វើអំពើល្អជាមួយមនុស្សម្នាក់កុំសង្ឃឹមជននោះតបស្នងគុណឲ្យសោះប្រកាស
អកុសលកម្មរបស់យើងនាំបណ្ដាឲ្យបុគ្គលដទៃជាអ្នកមានសទ្ធាល្អបរិសុទ្ធផ្ដល់មនោញ្ញផលមកវិញពុំខានពេលវេលាអាចជំរុញឲ្យមនុស្សប្រែប្រួលត្រូវប្រយ័ត្នចំពោះមនុស្សចាប់ដៃជាន់ជើងសូមអរគុណម៉ោង 8:45 នាទីភ្នំពេញថ្ងៃច័ន្ទទី 1 ខែមិថុនាឆ្នាំ 2026 អ្នកស្រាវជ្រាវភាសានិងអក្សរសាស្ត្រខ្មែរឈៀងវិបុល